បាទអញ្ចឹងសម្រាប់វីដេអូមួយនេះគឺយើងមកទស្សនាអំពីការសាកល្បងរលបឿនទុកលើកក្តាររបស់វត្តព្រះ4ព្រះភ័ក្ត្រណាបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ទូកមួយគ្រឿងនេះគឺជាទូករបស់ស្រុកកំពង់ធំខេត្តឃ្លាំងនៃទឹកដីបងប្អូនខ្មែរក្រមរបស់យើងហើយក៏ជាទូកដែលធ្លាប់ទទួលបានម្ចាស់ជើងឯករហូតដល់ទៅ6 ដងនៅក្នុងខេត្តឃ្លាំងណាហើយនឹងម្ដងទៀតនៅក្រៅខេត្តសរុបមកគឺ7 ដងណា